សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ microcontroller មួយមានឈ្មោះថា microbit ហើយនៅក្នុងមេរៀននឹងដែរអ្នកទាំងអស់គ្នានឹងស្គាល់ថាតើអ្វីទៅជា microbit ហើយ feature របស់វាមានអីខ្លះហើយនឹង hardware ហើយនឹងយើងសរសេរ code និង program ទៅលើវាហើយនឹង test ជាក់ស្ដែងទៅលើវានៅលើ software របស់វាតែម្ដងអញ្ចឹង microbit ដោយវារចនាឡើងក្នុងការបង្រៀនសិស្សក្មេងៗឲ្យគាត់ចេះបង្កើតនៃកម្មវិធីកុំព្យូទ័រដើម្បីបង្កើតជាឧបករណ៍អេឡិចត្រូនិកមួយឬក៏បង្កើតនៅកូន robot តូចមួយជាដើមហើយវារចនាឡើងគឺងាយស្រួលក្នុងការក្មេងៗពួកគាត់សម្រាប់ចាប់ផ្ដើមសរសេរ program ដោយសារតែវាប្រើប្រាស់ block coder ឬក៏ drag and drop block ហ្នឹងយើងគ្រាន់តែទាញ block ហ្នឹងដាក់ចូលទៅគឺយើងនឹងអាចរៀនជាមួយវាបានឯងអញ្ចឹង feature របស់ microbit ហ្នឹងវាមានដូចជា built-in LED 25គ្រាប់ហើយមានប៊ូតុង2នៅលើហ្នឹងហើយវាមាន built-in sensor មួយចំនួនដូចជា light sensor និង temperature sensor នៅលើហ្នឹងជាច្រើនវាក៏មាន communication bluetooth ហើយនឹងផ្សេងៗទៀតផងដែរហើយចំពោះ hardware របស់វាវិញគឺយើងឃើញរូបរាងរបស់វាគឺវាមានជើងGPIO pin ឬក៏ general purpose input output ហ្នឹងជើង input និងជើង output ដែលយើងបានឃើញនៅក្នុងmicrobit board ហ្នឹងវាមានជើង ground ជើង VCC ហើយវាមានជើង analog និងជើង digital សម្រាប់យើង program ទៅលើ sensor របស់យើងបាន external sensor អញ្ចឹងដើម្បីប្រើប្រាស់ជើងនឹងឲ្យបានពេញលេញគឺយើងមាន extension board មួយតែភាគច្រើនគេស្គាល់ថាគេប្រើប្រាស់វាដើម្បី extend ជើង pin របស់ microbit ដូចយើងឃើញមុនហ្នឹងអញ្ចឹង microbit វាអត់មានដោតជើងដោត pin ទេអញ្ចឹងយើងត្រូវប្រើប្រាស់extension board ហ្នឹងអញ្ចឹងដើម្បីតវាបានគឺយើងយក microbit របស់យើងដោតចូល extension board មកហើយបន្ទាប់យើងគ្រាន់តែ plug USB របស់យើងចូលដោតចូល computer ជាការស្រេចអញ្ចឹងដើម្បី program លើវាបាន microbit គឺវាមានmaker code គឺ platform របស់វាសម្រាប់សរសេរ program លើវានឹងស្រាប់តែម្ដងហើយយើងគ្រាន់តែ search maker code ទៅហើយយើងចុចចូលទៅដើម្បីបង្កើតឈ្មោះបន្ទាប់មកយើងបង្កើត new project បន្ទាប់មកយើងនឹងឃើញទាំងខាងលើហ្នឹងហើយទាំងហ្នឹងគឺវាមាន function មួយចំនួនដូចជា block code ហ្នឹងយើងអាច switch វាទៅជាសរសេរ program ដូចជា JavaScript ឬក៏ Python បានចាំមកយើងចុចនៅក្នុង block ហ្នឹងគឺយើងឃើញ block 2គឺមាន block start និង block forever ហើយវាខាងឆ្វេងហ្នឹងគឺរូប microbit ហ្នឹងគឺជា simulator គឺយើងអាចសរសេរ code ហើយវានឹងអាច working អញ្ចឹងយើងនឹងអាចមើលទៅ slide បន្ទាប់ទៀតយើងនឹងយកកាន់តែច្បាស់ហើយនេះជា function មួយចំនួនមាន basic មាន input អញ្ចឹងចំពោះ basic ហ្នឹងគឺយើងទាញ block icon ហ្នឹងចូលមកគឺយើងនឹងឃើញវា display នៅ simulator microbit របស់យើងហ្នឹងអញ្ចឹងកាន់តែយល់កាន់តែច្បាស់គឺយើងចូលទៅ test ជាមួយនឹង maker code បន្តតែម្ដងអញ្ចឹងបន្ទាប់មកយើងចូលទៅកាន់ make code បន្ទាប់មកយើងបង្កើតឈ្មោះ project របស់យើងមកហើយយើងចូលទៅកាន់ basic ហើយទាញ block ដែលយើងចង់បានដាក់ចូលនៅក្នុង block forever មកគឺយើងនឹងឃើញមានការផ្លាស់ប្ដូរការ display នៅលើ microbit របស់យើងហ្នឹងតោះមកខ្ញុំប្រើប្រាស់ block push ឬក៏អាចស្គាល់ថា delay អញ្ចឹងមានថាពេលដែលវា display រូបមួយខាងលើហើយវា delay ប្រហែល second បន្ទាប់មកវាចូលរូបខាងក្រោមវិញចឹងមកយើងចង់ upload code នឹងចូលទៅក្នុង microbit board បន្តតែម្ដងគឺយើងអាចចុច download បន្ទាប់មកយើងមើលការណែនាំរបស់គេមកគឺយើងនឹងអាច upload ចូលបានហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងគឺអរគុណអ្នកនរគ្នា